khô mà năm bọc phê cùng rụp khô mà năm bọc phê nhóm đại pu nhóm ao máu hay đam cầm đá nó ca thơ phê bỏ nhóm nó cứ nhóm miên cô đào đỏ nè sầm khăn cứ dương miên cô đào hay là hốt mà đau lòng ngày nó cứ nhóm miên follower chùm nuốn chất đập buồn khay hay cứ dạ về mà năm ca pi từ bốn lái nhóm thơ video po tay mà ngày video thì hay chắc mà thay dương kiang khu cái điên dùng bó là dương đang tha thấu po ấy hay ví dụ tròn pot thầm bấm pa rồi ví dụ tao một khe ao hai tròn pot miền là sạch nhiệt bong ôn thì từ bốn lái nâng nhóm đặt cô đào luôn anh một mùa mấy năm một mùa mấy bù nhóm bờ smart pa ban tròn có lõ và ban mà súng có lò đại nhóm ọt cổng nó thấu này anh thầu được thơ ỏi ban cũng nói thầm mà khai thầu do follower mà khe ban nãy thầu miên follower tham mây ỏi ban mà khe thầu tập ban cứ ọt này bận tay chết đang cứ nhom từตัวban không mà khai khi miên follower tham mây ban mà khe là hốt đòn mà nam ní cứ chật đập buồn kheហើយពិតជារំភើបសប្បាយចិត្តមែនតើហើយចំពោះវីដេអូឥឡូវក៏ដូចមុនដែរផុសទៅក៏មានបងប្អូនគាត់ឆ្លាញ់ចូលចិត្តច្រើនគួរសម view តិចតួច 4-5k ច្រើនអញ្ចឹងក៏ 10k លើសឡើងដល់ 30-40k អញ្ចឹងទៅហើយខ្ញុំពិតជាអរគុណហើយសប្បាយចិត្តមែនតើដែលទាំងអស់គ្នាស្រឡាញ់ខ្ញុំមើលវីដេអូខ្ញុំចូលចិត្តមើលវីដេអូខ្ញុំមើលខ្ញុំដែលជាអីជាខ្ញុំនេះមានអ្នកខ្លះគេស្គាល់ខ្ញុំតាមរយៈ TikTok ចេញមកពី TikTok វិញណាបងប្អូនមានម្សិលមិញដូចជាជួបបងស្រីម្នាក់គាត់ធ្វើការឡើងចិត្តត្រង់មន្តកាយខ្ញុំហ្នឹងគាត់ដើរកាត់មុខផ្ទះខ្ញុំហើយគាត់ថាឃើញគាត់ឃើញដើរពីចម្ងាយមកត្រេដឹងថាយើងហ្មងស្គាល់យើងតាម TikTok ដល់ពេលអង្គុយនិយាយគ្នាមកស្ទុះក៏ឃើញវីដេអូរបស់ខ្ញុំនៅ TikTok គាត់ថាចៃនឹងមែនចឹងក៏មានគេស្គាល់យើងដែរខ្ញុំមិននឹកស្មានថាអូសមិទ្ធផលក្នុងការខិតខំប្រឹងប្រែងរបស់យើងក្នុងការខំប្រឹងធ្វើវីដេអូយើងកន្លងមកហ្នឹងវាទទួលបានសមិទ្ធផលបែបហ្នឹងណាបងប្អូនមានគេស្គាល់គេស្រឡាញ់ចូលចិត្តហើយសំខាន់ឥឡូវហ្នឹងយើងក៏ទទួលបានតិកតតិចតួចពីក្រុមហ៊ុន Facebook ដែររយៈពេល2ខែមកនេះអញ្ចឹងបានន័យថាខ្ញុំខំរយៈពេល10ខែទើបបានមានគេស្គាល់រហូតដល់ខ្ញុំទទួលបានចំណូលពី Facebook តិចតួចហើយដំបូងឡើយយើងនៅកូរ៉េនេះផុសតែមួយថ្ងៃវីដេអូអញ្ចឹងហើយអត់សូវមានអ្នកស្គាល់ទេវីដេអូយូរៗផ្ទុះមួយទេប៉ុន្តែអត់ស្គាល់ច្រើនទេរហូតដល់ពេលខ្ញុំចុះទៅខ្មែរក៏ចាប់ផ្ដើមផ្ទុះវីដេអូមួយដែលខ្ញុំប៊ូលីពូមជាការភូមិពុកខ្ញុំហ្នឹងក៏ចាប់ផ្ដើមផ្ទុះ view រហូតដល់ពេលហ្នឹងក៏យើងចាប់ផ្ដើមផុសទៅក៏ចាប់ផ្ដើមមានគេស្គាល់ច្រើនហើយពេលហ្នឹងក៏ផ្ដើមចេញពី TikTok មកដែរ TikTok នៅកូរ៉េខ្ញុំមិនដែរលេងខ្ញុំអត់ផ្ដោតលេងនាងខ្ញុំនេះចាគេល្បីពី TikTok មកមុនបានគេវាយលុកចូលដល់ page ធ្វើ page វីដេអូផុសក្នុង page ចឹងតែនាងខ្ញុំអត់ទេខ្ញុំធ្វើ page មុនហើយអត់មានឃើញផ្ទាត់ឃើញល្បី TikTok ខ្ញុំអត់ដែរប៉ះសោះហើយពេលទៅដល់ខ្មែរវាអត់ស៊ីពេលដូចថាយើងថតទៅយើងអត់ផាត់មុខក៏បានអត់សិតសក់ក៏បានវាមាន filter វាស្អាតស្រាប់វាស៊ីពេលហើយខ្ញុំជាមនុស្សដែលនិយាយច្រើនអញ្ចឹងចិត្តថាអង្គុយនិយាយមុខកាមេរ៉ាថតទេសភាពនេះអាយផ្ទះលេខកើតជើងបងទៅស្រាប់ឲ្យគេផ្ទុះមិនមែនគេផ្ទុះដាក់ទៅផ្ទុះរបៀបថាវីដេអូដំបូងគឺវីដេអូចុះទៅពីកូរ៉េហើយខ្ញុំថតក្រោមផ្ទះអង្គុយលេងរបស់ម៉ែខ្ញុំដបូលស្លឹកណាក្រោមដើមស្វាយហ្នឹងខ្ញុំចៅថ្ងៃនេះទៅកូរ៉េ4ឆ្នាំអត់សល់លុយឯសក់ក៏អត់សល់ដែរយើងគ្រាន់តែផុសលេងរបៀបថាផុសចោលទៅបើផ្ទុះក៏ផ្ទុះបើអត់ក៏អត់យើងអត់បដោតទេស្រាប់ហើយវាផ្ទុះនៅឃើញថាទំនងដែរវាអត់ស៊ីពេលយើងអាចផុសនៅក្នុងTikTok ហើយយើងអាចយកមកផុសចូលក្នុង page យើងបានទៀតអញ្ចឹងហើយក៏បែកគំនិតធ្វើតាពីពេលហ្នឹងមកហើយ TikTok ខ្ញុំលេងរយៈពេលមួយខែតើអរគ្នាមួយខែរយៈពេលទៅស្រុកហ្នឹងfollower 10k follower ថ្មីបាន 10k អញ្ចឹងបានន័យថា TikTok វាផ្ទុះលឿនជាង page ផ្ទុះខ្លាំងជាង page ហើយរហូតមកដល់ឥឡូវហ្នឹងដូចជាបាន20ជាង k follower ហើយ20ជាង k ហើយផ្ទុះខ្ញុំគិតថា TikTok ស្រួលជាង page បងប្អូន page រហូតដល់ខ្ញុំធ្វើដល់គេស្គាល់ដល់រាល់ថ្ងៃនេះមិនមែនដាក់វីដេអូផឹបទៅដឹងតែមាន view ដឹងតែគេមើលអត់ទេបងប្អូនខ្ញុំនៅ share វាចូលគ្រប់និយាយពីថាចុច like មើលវីដេអូខ្លួនឯង 3-4 account page ហ្នឹងតម្រាំតែមាន view វាលោតឡើងតម្រាំតែ Facebook ហ្នឹងវាជួយរុញឲ្យគេឃើញបងប្អូនគឺថាហូបបាក់ត្រង់មាត់ទេពេលព្រឹកអីហ្នឹងវាដាស់យើងឲ្យភ្ញាក់មកយើងដឹងថាយើងពួកអី
nhom có cầm nọt luôn ai này tham mong na thầu cầm nọt thầu po video mong na thầu po video chẳng bà bê phật chẳng thầu ta po mùi mà video chẳng bị khổ máu vì chỉ cầm lặng chặt chân mùi đấy đó này nhưng nhẹ mấy đang thật luôn anh thử thử ấy nhá hay ngày làng ở trong po hỏi là nghĩ chụp làng ở trong chập đào po hỏi bài tập ấy mình sơ thủng bọt để bàn tay xua thay hot 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 bàn tay sải chặt nông ca thưa đó nè